សាច់មាន់យើងអាចយកមកធ្វើម្ហូបបានច្រើនមុខមែនទេបងប្អូនហើយវាបានស្ទើររសជាតិឆ្ងាញ់អញ្ចឹងណាហើយចំណែកថ្ងៃនេះខ្ញុំយកសាច់មាន់ហ្នឹងយកមកឆាព្រៃរសជាតិហឹរឆ្ងាញ់មែនទែនហើយរបៀបធ្វើវាអត់ពិបាកទេហើយគ្រឿងផ្សំវាក៏មានមិនច្រើនដែរហើយឥឡូវយើងទៅតាមដានទស្សនាđểធ្វើនឹងគ្រឿងផ្សំជាមួយខ្ញុំទាំងអស់គ្នាហើយនេះគឺជាគ្រឿងផ្សំហើយមុនដំបូងយកគ្រឿងផ្សំទៅហាន់វាសិនមកដល់ពេលខ្ញុំហាន់រួចរាល់ហើយខ្ញុំយកសាច់មាន់ដែលខ្ញុំកាប់ហើយយកមករំលីងវាសិនយើងធ្វើអញ្ចឹងដើម្បីឲ្យសាច់មាន់យើងវាអស់ជាតិឆ្អាបយើងអត់ដាក់ទឹកទេគឺយើងរំលីងទៅមុនដំបូងវាកោកដល់យូរបន្តិចវាចេញទឹកពីមាន់មកហើយយើងរំលីងឲ្យទៅដាច់ទឹកបងប្អូនដល់ពេលវាដាច់ទឹកហើយយើងដួសវាឡើងមកហើយជាបន្តយើងមកធ្វើតែម្ដងហើយមុនដំបូងខ្ញុំដាក់ប្រេងឆាដល់ពេលប្រេងឆាក្តៅហើយខ្ញុំដាក់ខ្ទឹមសដែលខ្ញុំដំទូទួចូលមកហើយយើងរំលីងវាឲ្យឈ្ងុយមកដល់ពេលវាឈ្ងុយហើយខ្ញុំដាក់រំដេងខ្ទឹមក្រហមគល់គ្រៃបន្តមកទៀតយើងរំលីងវាម្ដងទៀតមកឲ្យវាឈ្ងុយជុំគ្នាហើយគ្រឿងគឺយើងធ្វើអញ្ចឹងបងប្អូនយើងអត់មានបុកអីទេយើងរំលីងវាឲ្យឈ្ងុយមកនេះឥឡូវវាឈ្ងុយដល់ប៉ុណ្ណឹងហើយជាបន្តខ្ញុំដាក់សាច់មាន់ចូលទៅហើយខ្ញុំរំលីងវាម្ដងទៀតយើងរំលីងឲ្យគ្រឿងក្រៅកាត់ឆ្អាបនោះវាស្ងួតល្អហើយចំណែកភ្លើងគឺយើងមិនបាច់បន្ថែមទេដាក់តែប៉ុណ្្នឹងទៅដល់ពេលបានប៉ុណ្្នឹងហើយយើងមកផ្សំគ្រឿងដោយដាក់រ៉ូឌីទឹកត្រីទឹកស៊ីអ៊ីវស្ករសម្ទេសឆាហើយយើងឆាវាមកឆាឲ្យគ្រឿងក្រៅវាចូលជាតិនឹងសាច់មាន់របស់យើងណាហើយបើស្ងៀមបងប្អូនមានម្ទេសឆាមិនបាច់ដាក់ក៏បានដែរតែខ្ញុំមានគឺខ្ញុំដាក់ដើម្បីមានពណ៌ស្អាតអញ្ចឹងបងប្អូនហើយហឹរឆ្ងាញ់ផងដល់ពេលវាសពគ្រឿងប៉ុណ្ណឹងហើយខ្ញុំដាក់ទឹកបន្តិចកុំឲ្យវាកោកខ្ទះហើយយើងឆាវាម្ដងទៀតមកហើយកន្លែងនេះអាចបន្ថែមភ្លើងបានបន្ថែមភ្លើងបន្តិចទៅហើយយើងឆាវាម្ដងទៀតនេះដល់ពេលបានប៉ុណ្ណឹងខ្ញុំដាក់ម្ទេសស្រស់ចូលទៅហើយនឹងស្លឹកក្រូចសើចហើយយើងឆាវាម្ដងទៀតមកហើយកន្លែងហ្នឹងយើងភ្លក់ទៅបងប្អូនរសជាតិថែមថយតាមចំណង់ចំណូលចិត្តណាដល់ពេលខ្ញុំឆាពី3ត្រឡប់ហើយខ្ញុំដាក់ទឹកប្រេងខ្យងចូលទៅខ្ញុំឆាវាម្ដងទៀតឆាពី3ត្រឡប់ទៀតខ្ញុំដាក់ស្លឹកម្រះព្រៅចូលទៅហើយពេលយើងដាក់ស្លឹកម្រះព្រៅគឺយើងឆាតែពី3ត្រឡប់យើងអាចយកមកញ៉ាំបានហើយយើងកុំឲ្យស្លឹកម្រះព្រៅវាសពពេកណាហើយរបៀបធ្វើឆាព្រៃសាច់មាន់គឺមានប៉ុណ្្នឹងទេហើយសូមអរគុណរកតាមដានទស្សនារបស់បងប្អូនតាពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលា